សួស្តីពុកម៉ែបងប្អូនថ្ងៃនេះគឺយើងមកបុកល្ហុងជាមួយក្តឹប7បងប្អូនគាត់នៅឃើញនៅក្បាលវីដេអូក៏ឃើញស្រក់ទឹកមាត់ដែរបងប្អូនហើយព្រោះអីថ្ងៃនេះគឺថ្ងៃ8មិនិនាយើងអត់ធ្វើការទេក៏យើងសម្រាប់ជួបជុំគ្នាយើងធ្វើបុកល្ហុងក្តឹប7ខ្ចីនិងជើងមាន់អាំងបងប្អូនខ្ញុំមុនបានជើងមាន់អាំងគឺខ្ញុំបានទៅផ្សារណាមួយខ្ញុំមកវិញហើយនៅចាំគ្នាព្រោះអីគាត់នៅទិញបន្លែហើយខ្ញុំនៅចាំនៅម៉ូតូបងប្អូនហើយនេះជើងមាន់អាំងយើងគឺយើងយកមកពុះវាសិនលាងសម្អាតវាបានយើងយកទៅធ្វើយកបងប្អូនហើយមុននឹងនេះហ្នឹងគឺខ្ញុំមកកាត់កញ្ចក់ជើងមាន់វាសិនមកហើយនិយាយមែនជើងមាន់នេះគឺសជាងខ្ញុំទៀតបើដៃខ្ញុំវិញគឺឡើងខ្មៅជាងជើងមាន់ទៀតបងប្អូនហើយណាមួយពុះជើងមាន់ហ្នឹងខ្ញុំក៏មិនសូវប៉ិនពុះដែរពុះបាច់មុតដៃបងប្អូនអើយនេះពុះបាន3ជើងមាន់នឹងដែរតែតម្រាំបានហើយនឹងគឺឡើងមុតដៃចឹងឈាមបន្តិចហើយព្រោះតែនិយាយរៀបរាប់ចុះឡើងបងប្អូនឥឡូវជើងមាន់របស់យើងគឺពុះហើយរួចរាល់ហើយយើងចាប់ដើមយកជើងមាន់របស់យើងយកទៅលាងបងប្អូនហើយនិយាយទៅជើងមាន់ហ្នឹងថតទៅរៀងឃើញរុយបន្តិចបងប្អូននេះយើងយកមកលាងសម្អាតវាឲ្យជ្រះស្អាតសិនមកខ្ញុំនិយាយទៅគេអ្នកខ្លះគេស្ងោរចឹងជើងមាន់យកទៅអាំងតែអត់នេះបន្លែរបស់យើងបងប្អូនយើងទុកបុកល្ហុងជាមួយក្តឹប7ខ្ចីនោះបងប្អូនហើយមើលអ្នកបង្ហាញនេះគឺមិនដឹងនិយាយអីខ្លះទេបងប្អូនហើយនេះយើងចាប់ផ្ដើមមកបន្លាក់ជើងមាន់របស់យើងដើម្បីយកទៅអាំងគ្រឿងផ្សំរបស់វាគ្មានអីទេបងប្អូនគឺម្សៅស៊ុបប៊ីចេងស្ករហ្នឹងហើយខ្ញុំបន្ថែមទិញគ្រឿងសាតេគេមកដែរថាទិញតែមួយកញ្ចប់ទេហើយដល់ពេលទិញគឺអត់ដឹងគ្នាទេទិញមកពីកញ្ចប់បងប្អូនយើងដាក់គ្រឿងសាតេទៅមើលទៅពណ៌ឡើងតំណងហ្មងបងប្អូនហើយគាត់នេះគឺនៅធ្វើ style រយហើយជើងមាន់1គីឡូគឺខ្ញុំដាក់ពាក់កណ្ដាលកញ្ចប់ទេអត់ហ៊ានដាក់ច្រើនទេខ្លាចប្រៃយើងតែជើងមាន់បើយើងអាំងរៀងប្រៃពេកគឺហូបទៅឆាប់ទលាន់ហើយណាយទៀតបងប្អូនយើងប្រឡាក់មកមុំអញ្ចឹងទៅហើយយើងហូបជាមួយបុកល្ហុងជាតិណាបងប្អូនអើយនិយាយទៅមហូបហើយដែរទេតែមកកាត់តបញ្ចូលសំឡេងគឺនឹកឃើញក្លៀនទៀតហើយយើងនិយាយមុនហ្នឹងគឺយើងនេះទុកបងប្អូនខ្ញុំចង់និយាយថាជើងមាន់របស់យើងគឺយើងប្រឡាក់ទុករៀងប្រហែលជាទុកមក5-10នាទីឬ30នាទីចោលសិនណាបងប្អូនហើយបានយើងមកចាប់ផ្ដើមចូលជាតិគ្នាអញ្ចឹងមកចាប់ផ្ដើមមកបុកល្ហុងរបស់យើងហើយល្ហុងក្តឹប7បងប្អូនព្រោះអីរៀងជូរបន្តិច7វានៅគ្រាប់ពេលយើងហូបចំទៅអាណារៀងជូរទៅហើយណាវាម៉ត់ទៅវាចូលជាតិគ្នាតែវាមិនអីទេបងប្អូនយើងធ្វើហូបខ្លួនឯងទេហើយយើងដាក់មានអីទេគ្រឿងផ្សំរបស់យើងពីចេងស្ករហ្នឹងហើយយើងដាក់លួចថែមនិយាយទៅម្សៅស៊ុបបន្តិចមកដើម្បីយកជាតិវាបងប្អូននេះគឺអត់ប្រើទឹកប្រហុកទេគឺយើងបុកប្រហុកឆៅយើងគេច្រាមហ្នឹងបុកអីចុះឲ្យរួចរាល់ដាក់គ្រឿងអីហើយយើងមកបុកសណ្តែកគួររបស់យើងមកបន្លែរបស់យើងដែលយើងទុកបុកល្ហុងបងប្អូនហើយកន្លែងដាក់ប្រហុកហ្នឹងគឺគាត់ភ្លេចថតបងប្អូនហើយដល់ពេលអញ្ចឹងទៅក៏ខ្ញុំកាត់តាមនឹងទៅយើងនិយាយទៅយើងថតកាត់ឲ្យបងប្អូនបើយើងដាក់រៀងនេះពេកវីដេអូរបស់យើងវារៀងវែងដែរអញ្ចឹងបងប្អូនហើយយើងដាក់ត្រប់ហើយពេញប៉ោះរបស់យើងបុកចូលជាតិគ្នាបន្តិចមកយើងដាក់ល្ហុងដែលយើងឈូសមុនហ្នឹងបុកចូលគ្នាមកបងប្អូនញ៉ាំមួយបានត្បាល់ថ្មីចេះទៀតនិយាយវាបុកមិនបាច់ទេបងប្អូនណាហើយអ្នកបុកគាត់ថាត្បាល់មានតែត្បាល់ទូចហ្នឹងពិបាកបុកថាជុះត្បាល់យើងមានអាត្បាល់ធំមួយដែរតើក៏ឆាប់ភ្លេចមែនហើយនេះយើងបុកឲ្យរួចរាល់បងប្អូនយើងចាប់ផ្ដើមមកមើលជើងមាន់អាំងរបស់យើងវិញបងប្អូនមើលពណ៌សម្រស់រៀងខ្លោចបន្តិចហើយណាមួយរវល់ភ្លេចមើលអញ្ចឹងបងប្អូនហើយនេះបុកល្ហុងគាត់បុកឲ្យរួចរាល់គាត់ចាប់ផ្ដើមដួសដាក់ថាសរបស់យើងថាសឡើងមកថាសធំបងប្អូនអើយហូបគ្នាឡើង5នាក់ហើយយើងបានដាក់ស្វាយជាក់ជាងដែរបងប្អូននេះខ្ញុំចាប់ផ្ដើមមកដាក់ពងមាន់អាំងរបស់យើងពងមាន់អាំងគឺមានតែ3ចានទេមួយយើងឆ្កឹះវាឆ្អិនយើងឆ្កឹះទុកទៅហើយយើងដាក់អាំងទៀតទៅបងប្អូនព្រោះយើងអាចបានទិញចានមកបន្ថែមអញ្ចឹងណាជើងមាន់យើងខ្លះក៏ខ្លោចទៅតែ
ដឹងស្រាប់ហើយថ្ងៃនេះគឺក្តៅណាស់បងប្អូនអើយចង់នាំគ្នាទៅអាំងនៅកន្លែងស្រែដែរតែក្តៅពេកនេះពងមាន់អាំងយើងវារៀងឆ្អិនបានមួយខាងហើយយើងទៅចាប់ដើមប្រែវាណាមួយយើងកុំឲ្យវាឆ្អិនពេកតែឆ្អិនពេកអត់ឆ្ងាញ់ទេមកហ្នឹងគឺឆ្ងាញ់បងប្អូនហើយនេះមកមើលពណ៌សម្រាប់បុកល្ហុងរបស់យើងដែលរៀបទុកយើងចាប់ដើមហូបអញ្ចឹងបងប្អូនមានជើងមាន់អាំងអូយមើលហើយនឹកឃើញឃ្លានទៀតបងប្អូននេះទៅហូបហើយសោះហើយបងប្អូននេះក៏គាត់ខាងនេះគឺសាក់ពងមាន់អាំងសិនហើយហើយគាត់នៅរៀងក្តៅទេពងមាន់អាំងនេះគឺខ្វះខ្ទឹមជ្រក់បងប្អូនមានទឹកអំបិលអាមេរិកនឹងឲ្យបានខ្ទឹមជ្រក់បន្ថែមទៀតនិយាយទៅជាតិមកកាត់តបចូលសម្លេងគឺស្រក់ទឹកមាត់ទៀតហើយគាត់នេះគឺដួសទម្រាំបានហូបហ្នឹងគឺរៀងពិបាកបន្តិចហើយណាមួយងាកខ្លះបាញ់ថាអាហារមករៀងធំបងប្អូនតាមហូបបុកល្ហុងជាមួយគាត់ទាំងអស់បុកល្ហុងតែចាប់ខ្ទឹមពងចូលនៅចូលតាំងពីសម័យអន្តរចានេះដូចអត់នងអត់នងគុំបាក់ហើយហ្នឹងrồi thơm sao nhầm kì nhớ nhầm